អនុញ្ញាតគោរពនឹងជំរាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់បាទនៅក្នុងថ្ងៃនេះដែរខ្ញុំមានព័ត៌មានខ្លះៗដើម្បីចែករំលែកទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះគឺតាក់ទងទៅនឹងបញ្ហាព្រំដែនកម្ពុជារបស់យើងថាតើបើថៃមិនខ្វល់រឿងបាក់មុខនៅលើឆាកអន្តរជាតិនោះទេហើយថៃបន្តគ្រប់គ្រងដណ្ដើមដីដោយខុសច្បាប់បន្ថែមទៀតថាតើកម្ពុជាគួរចាត់វិធានការបែបណាយើងដឹងឲ្យថាសម្រាប់បទសម្ភាសន៍សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបកស្បែកមុខថៃឈ្លានពានទឹកដីកម្ពុជាយ៉ាងជ្រៅដោយខុសច្បាប់ជាមួយសារព័ត៌មានអន្តរជាតិ Reuters និង Fox News នៅសហរដ្ឋអាមេរិកថ្មីនេះត្រូវបានចែកចាយពេញពិភពលោកធ្វើឲ្យអន្តរជាតិស្គាល់កាន់តែច្បាស់ពីមុខមាត់ពិតរបស់ថៃយ៉ាងណាមានមតិសាធារណជនជាច្រើនបានលើកឡើងថាពេលនេះកម្ពុជាហាក់មានព្រៀបផ្នែកការទូតព្រោះក្រោយឃើញបទសម្ភាសន៍របស់មេដឹកនាំកម្ពុជាភ្លាមរដ្ឋមន្ត្រីការបរទេសថៃលោកសីហសភូមិកេតកែវអង្គុយលេងនឹងក៏បានរត់ឡើងយន្តហោះទៅកាន់ប្រទេសបារាំងនិងស្វីសដើម្បីតតាំងផ្នែកការទូតជាមួយនឹងកម្ពុជាតើកម្ពុជាកំពុងមានព្រៀបផ្នែកការទូតជាមួយថៃពិតមែនឬទេលោកបណ្ឌិតយងពៅអ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោកបានលើកឡើងថាលោកមិនយល់ស្របចំពោះមតិដែលលើកឡើងថាកម្ពុជាកំពុងមានព្រៀបលើភាគីថៃដែលបានឈ្លានពានទឹកដីកម្ពុជាលើផ្នែកការទូតអន្តរជាតិនោះទេមិនយល់ស្របក៏ព្រោះតែសពថ្ងៃយោធាថៃមិនទាន់ដកថយចេញពីទឹកដីកម្ពុជាដែលខ្លួនបានកាន់កាប់ដោយខុសច្បាប់នៅឡើយទេខណៈបរទេសមហាអំណាចអង្គការអន្តរជាតិនានាក៏មិនទាន់មានវិធានការណាមួយទៅលើបញ្ហាថៃឈ្លានពានកម្ពុជានេះដែរលោកថាថៃមិនដែលខ្វល់ពីរឿងបាក់មុខលើឆាកអន្តរជាតិទេថៃខ្វល់តែពីរឿងដណ្ដើមយកដីកម្ពុជាបានតែប៉ុណ្ណោះបើថៃមិនខ្វល់រឿងបាក់មុខផ្នែកការទូតនៅលើឆាកអន្តរជាតិហើយបន្តគ្រប់គ្រងនឹងដណ្ដើមយកទឹកដីបន្ថែមទៀតតើកម្ពុជាត្រូវធ្វើអ្វីបន្តអ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះបានលើកឡើងជាមតិយោបល់ថាកម្ពុជានៅតែប្រឹងប្រែងឲ្យសកម្មបន្ថែមទាំងលើកិច្ចការច្បាប់អន្តរជាតិផ្នែកការទូតគណៈការទូតព័ត៌មានក៏ត្រូវបន្តឲ្យសកម្មដូចគ្នាមួយវិញទៀតកម្ពុជាត្រូវកែតម្រង់ស៊ីជម្រៅរឹងមាំលើវិស័យយោធាការពារជាតិនិងវិស័យផ្សេងទៀតព្រមជាមួយគ្នាកុំចាំទាល់តែសង្គ្រាមចប់ទើបកែតម្រង់បើមិនដូច្នោះទេថៃនឹងបន្តឈ្លានពានទឹកដីកម្ពុជាបន្តទៀតលោកបណ្ឌិតជ័យតិចអ្នកវិភាគបញ្ហាភូមិសាស្ត្រនយោបាយនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក៏បានលើកឡើងដែរថាតាមរយៈបទសម្ភាសន៍សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយសារព័ត៌មានបរទេសកាលពីពេលថ្មីនេះបានធ្វើឲ្យអន្តរជាតិបានដឹងអំពីបញ្ហាព្រំដែនជាក់ស្ដែងដែលបានកើតឡើងនៅលើទឹកដីកម្ពុជាដោយសារស្នាដៃថៃអ្នកវិភាគបញ្ហាភូមិសាស្ត្រនយោបាយរូបនេះមិនរំពឹងថានឹងអាចមានប្រទេសណាមួយហ៊ានបើកមាត់អន្តរាគមន៍ដាក់សម្ពាធទៅភាគីថៃឲ្យឈប់ឈ្លានពានកម្ពុជានោះទេថៃបានបន្តរំលោភបំពានកម្ពុជាទាំងព្រំដែនគោកហើយថ្មីនេះថៃបន្តរំលោភចូលដែនទឹកកម្ពុជាទៅទៀតលោកបណ្ឌិតជ័យតិចបានលើកជាយោបល់ថាអ្វីដែលកម្ពុជាត្រូវធ្វើបន្តទៀតនោះគឺការបន្តនៅអ្វីដែលយើងបាននឹងកំពុងធ្វើហើយត្រូវបន្លឺសម្លេងរបស់យើងទៅលើឆាកអន្តរជាតិឲ្យកាន់តែលឺជាងមុនរឿងសំខាន់មួយទៀតដែលយើងត្រូវធ្វើគឺការពង្រឹងខ្លួនឯងតាមរយៈកិច្ចសហប្រតិបត្តិការណាមួយជាមួយបណ្ដាប្រទេសផ្សេងទាំងលើសេដ្ឋកិច្ចវិស័យយោធាវិស័យធនធានមនុស្សដើម្បីការពារខ្លួនពីការឈ្លានពានជាថ្មីនាពេលអនាគតហេតុអ្វីថៃបន្តកិច្ចវេះមិនបញ្ជូនមន្ត្រីវាស់វែងបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយកម្ពុជាត្រង់ចំណុចនេះលោកបណ្ឌិតជ័យតិចបានលើកឡើងថាលោកមិនចម្លែកចិត្តដែលថៃកិច្ចវេះនោះទេព្រោះថៃជាអ្នកឈ្លានពានកម្ពុជាបើថៃចូលមកវាស់វែងនោះការពិតច្បាស់ជាត្រូវបានលាតត្រដាងថាថៃឈ្លានពានកម្ពុជាយ៉ាងពិតប្រាកដតែយ៉ាងណាកម្ពុជាត្រូវតែបន្តធ្វើកំណត់ទូតនិងរៀបចំកិច្ចប្រជុំនៅយន្តការដែលមានស្រាប់ឡើងវិញហើយរាល់ពេលផ្សាយកំណត់ទូតទៅភាគីថៃកម្ពុជាត្រូវបញ្ជូនព័ត៌មានទៅកាន់ស្ថានទូតស្ថាប័នអន្តរជាតិនានានិងត្រូវទាញឲ្យមានកិច្ចប្រជុំអាស៊ានកិច្ចប្រជុំពហុភាគីកិច្ចប្រជុំអន្តរជាតិដើម្បីគៀងថៃឲ្យចូលតុចរចាដោះស្រាយបញ្ហាព្រំដែនជាមួយជាក់ស្ដែងពេលនេះប្រមុខការទូតកម្ពុជាថៃបានយកសន្ទរកថាធ្វើជាអាវុធតទល់គ្នាក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិនៅពេលដែលដល់វេនកម្ពុជាឡើងថ្លែងសន្ទរកថាក្នុងសម័យប្រជុំលើកទី61នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងស៊ឺណែវប្រទេសស្វីសតាមរយៈប្រមុខការទូតកម្ពុជាអង្គប្រជុំទាំងមូលបានស្ដាប់ឮនិងបានដឹងអំពីការរំលោភបំពានរបស់ថៃមកលើកម្ពុជាចាប់តាំងពីការបង្កសង្គ្រាមឈ្លានពានរហូតមកដល់ពេលផ្អាកសង្គ្រាមសម្រាប់ប្រមុខការទូតថៃក៏មានវត្តមាននៅទីនោះផងដែរក្នុងកិច្ចប្រជុំដ៏សំខាន់
ដែលមានឋានៈដឹកនាំនិងគណៈប្រតិភូពីប្រទេសនានាជំវិញពិភពលោកចូលរួមប្រមុខការទូតកម្ពុជាបានប្រើភាសាបារាំងក្នុងការថ្លែងសន្ទរកថាហើយត្រូវបានគេបកប្រែផ្ទាល់មាត់ជាភាសាអង់គ្លេសលោកប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជាបានលើកឡើងថាតាំងពីពាក់កណ្ដាលឆ្នាំ2025មកថៃបានចាប់ផ្ដើមប្រើកម្លាំងយោធាមកលើកម្ពុជាដោយបន្សល់ទុកនូវផលវិបាកជាច្រើនដល់កម្ពុជាលោកបន្តថាទោះជាមានបទឈប់បាញ់ជាមួយគ្នានៅចុងឆ្នាំ2025ហើយកំពុងដំណើរការក្តីតែបទឈប់បាញ់នេះនៅមានលក្ខណៈផុយស្រួយនៅឡើយបន្ទាប់ពីការបង្ហាញការផ្ដាល់សង្គ្រាមឈ្លានពានរបស់ថៃប្រមុខការទូតកម្ពុជាក៏អត្ថាធិប្បាយអំពីការរំលោភបំពានរបស់យោធាថៃទាំងដែលភាគីទាំងពីរផ្អាកសង្គ្រាមទៅហើយលោកប្រាក់សុខុនរៀបរាប់ថាយោធាថៃកំពុងបង្កើនទីតាំងឈរជើងហួសពីបន្ទាត់ព្រំដែនខ្លួនចូលមុខខាងក្នុងដែនដីកម្ពុជាលោកបានប្រាប់អង្គប្រជុំបន្ថែមទៀតថាយោធាថៃបានដណ្ដើមកាន់កាប់តំបន់ឬភូមិមួយចំនួនរបស់ប្រជាជនកម្ពុជាដែលធ្វើឲ្យពួកគាត់ត្រូវរត់ចោលផ្ទះសម្បែងហើយយោធាថៃទាំងបានបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់ថែមទៀតផងលោកបន្ថែមថាបច្ចុប្បន្នយោធាថៃបានដាក់លួសបន្លានិងទូកុងតឺន័ររារាំងមិនឲ្យប្រជាជនកម្ពុជាជាម្ចាស់ផ្ទះនិងជាម្ចាស់ដីធ្លីចូលទៅរស់នៅបានឡើយលោកប្រកាសថាសកម្មភាពទាំងនេះរបស់យោធាថៃគឺបង្កផលប៉ះពាល់ទៅដល់ប្រជាជនកម្ពុជាហើយបង្កើតជាក្តីព្រួយបារម្ភធ្ងន់ធ្ងរចំពោះការបំពានច្បាប់និងសិទ្ធិមនុស្សអន្តរជាតិក៏ដូចជាសិទ្ធិរស់រានមានជីវិតសិទ្ធិសន្តិសុខបុគ្គលនិងសេរីភាពនៃការធ្វើដំណើរនិងមានជាច្រើនទៀតទោះជាយ៉ាងនេះក្តីលោកបានប្រាប់សហគមន៍អន្តរជាតិថាកម្ពុជានៅតែបដិញ្ញាចិត្តខ្ពស់ក្នុងការប្រកាន់ភ្ជាប់នៅបទឈប់បាញ់និងកិច្ចសន្ទនាដើម្បីទាញស្ថានភាពកម្ពុជាថៃឲ្យវិលទៅរកប្រក្រតីភាពឡើងវិញជាមួយគ្នាលោកក៏បានដាក់សំណើទៅកាន់ភាគីថៃផងដែរនៅក្នុងស្មារតីនេះកម្ពុជាទាមទារឲ្យថៃគោរពឲ្យបានពេញលេញនិងដោយស្មោះត្រង់ចំពោះកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ហើយត្រូវដកកម្លាំងចេញពីដែនដីកម្ពុជានេះជាសំណើពីខាងភាគីកម្ពុជាលើកឡើងដោយលោកប្រាក់សុខុនមិនត្រឹមតែប៉ុណ្ណោះលោកថែមទាំងទាមទារឲ្យថៃចូលរួមដោះស្រាយបញ្ហាជាមួយនឹងកម្ពុជាដោយសន្តិវិធីដោយផ្អែកទៅលើគោលការណ៍មិនប្រើកម្លាំងដែលមានចែងក្នុងច្បាប់អន្តរជាតិលោកសង្កត់ធ្ងន់ថាមានតែដោះស្រាយតាមវិធីនេះទេទើបប្រជាជាតិទាំងពីរអាចរស់នៅដោយសន្តិភាពនិងស្ថិរភាពជាមួយគ្នាបន្ទាប់ពីលោកប្រាក់សុខុនបានថ្លែងសន្ទរកថាចប់ដល់វេនភាគីថៃឡើងថ្លែងវិញម្ដងលោកសីហស័កភួងកេតកៅរដ្ឋមន្ត្រីការបរទេសថៃបានបដិសេធរកការអះអាងរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជាប្រមុខការទូតថៃបានប្រកែកថាសន្ទរកថារបស់ប្រមុខការទូតកម្ពុជាគឺខុសការពិតលោកសីហស័កបានវាយប្រហារទាំងខុសការពិតថាចំនួនព្រំដែនកើតឡើងដោយសារភាគីកម្ពុជាកាន់កាប់ដីថៃនៅតាមបណ្ដោយព្រំដែនជាច្រើនឆ្នាំនិងបង្កហេតុជាបន្តបន្ទាប់រួមទាំងការជ្រៀតជ្រែករបស់កម្ពុជាចូលក្នុងនយោបាយថៃជាមួយគ្នានេះលោកបានច្រានចោលការអះអាងរបស់កម្ពុជាដែលថាថៃកំពុងដណ្ដើមយកទឹកដីទោះបីមើលឃើញថាអន្តរជាតិមិនសូវជឿក៏ដោយក៏លោកសីហស័កនៅតែប្រឹងនិយាយយកល្អថាថៃមិនព្យាយាមបង្កបញ្ហាឡើយនិងឲ្យតម្លៃលើសន្តិភាពទន្ទឹងពាក្យស្រឡាញ់សន្តិភាពចង់បានសន្តិភាពតែលោកបែរជាធ្លួយមាត់ចេញភាសាហិង្សានៅមុខសហគមន៍អន្តរជាតិត្រង់ណាដែលជាភាសាហិង្សាគឺនៅត្រង់លោកចោទសួរបែបគំរាមថាតើកម្ពុជាចង់បានសន្តិភាពឬចង់ឲ្យស្ថានភាពកាន់តែតានតឹងធ្វើឲ្យលោកសីហស័កភួងកេតកៅប្រឹងប្រកែកនិងនិយាយយកល្អខ្លួនឯងយ៉ាងណាក៏ដោយតែផុសតាងគគោកបង្ហាញយ៉ាងច្បាស់ថាថៃបង្កសង្គ្រាមនិងរំលោភបំពានមកលើកម្ពុជាជាពិសេសនោះវីដេអូនិងរូបភាពជាច្រើនបង្ហាញពីសកម្មភាពយោធាថៃប្រើគ្រឿងចាក់វាយកំទេចផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជាចូលមកដាក់ទូកុងតឺន័រស្រះលួបន្លានិងបន្តឈរជើងក្នុងតំបន់មួយចំនួនរបស់កម្ពុជាទាំងដែលភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងផ្អាកសង្គ្រាមជាមួយគ្នារួចទៅហើយស្របពេលស្ថានភាពព្រំដែនកម្ពុជាស្ថិតក្នុងសភាពផុយស្រួយមហាអំណាចអាមេរិកបានចេញមុខធ្វើក្នុងបង្អែកយ៉ាងរឹងមាំឲ្យភាគីចោលឈ្លានពានមួយនេះការបើកសម្ពយុទ្ធយោធាខ្នាតយក្សពោះវែកមាសឆ្នាំ2026និងការផ្ដល់រថក្រោះពីដែក Striker 17គ្រឿងឲ្យទៅកងទ័ពភូមិន្ទថៃពេលនេះរដ្ឋធានី Washington បានប្រកាសថាសម្ព័ន្ធភាពយោធាអាមេរិកថៃត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឈមមុខបញ្ហានានារួមគ្នានាពេលអនាគតសកម្មភាពនេះបង្កឲ្យមានការងឿងឆ្ងល់ជាខ្លាំងថាតើអាមេរិកពិតជាថែរក្សាសន្តិភាពក្នុងតំបន់ឬគ្រាន់តែចង់ចិញ្ចឹមចិត្តឲ្យយោធាថៃរីកធំធាត់ដើម្បីកាងអំណាចរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ជាក់ស្ដែងស្ថានទូតអាមេរិកប្រចាំរាជធានីបាងកកបានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook ថាសហរដ្ឋអាមេរិកនិងថៃរួមគ្នាជាសម្ព័ន្ធមិត្តនិងដៃគូផ្សេងទៀតនឹងពង្រឹងអន្តរប្រតិបត្តិការនៅទាំង Indo-Pacific ដោយរួមបញ្ចូលបច្ចេកវិទ្យាទំនើបនិងធានាថាសម្ព័ន្ធមិត្តអាមេរិកថៃត្រៀមខ្លួនរួចរាល់ដើម្បីប្រឈមមុខនឹងបញ្ហានានានាពេលអនាគតស្ថានទូតបានគូបញ្ជាក់បន្ថែមថា
សមយុទ្ធនេះមានគោលបំណងពង្រឹងសមត្ថភាពការពារអធិបតេយ្យភាពនិងវិបុលភាពផងដែរសមយុទ្ធពស់វែកមាសឆ្នាំ2026លើកទី45ផ្ដោតទៅលើការលើកកម្ពស់សន្តិភាពតាមរយៈកម្លាំងយោធាដែលជាសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតនៅអាស៊ីដីគោកយ៉ាងណាគេសង្កេតឃើញមានចំណុចសំខាន់3ដែលស្ថានទូតអាមេរិកប្រចាំប្រទេសថៃបានសង្កត់ធ្ងន់គឺទី1ធានាលើសម្ព័ន្ធមិត្តអាមេរិកថៃត្រៀមខ្លួនប្រឈមមុខនឹងបញ្ហានានានាពេលខាងមុខទី2រួមបញ្ចូលបច្ចេកវិទ្យាទំនើបនិងអនុវត្តជាក់ស្ដែងនិងទី3ពង្រឹងសមត្ថភាពការពារអធិបតេយ្យភាពនិងវិបុលភាពជុំវិញការលើកឡើងរបស់ស្ថានទូតនិងស្របពេលមានសមយុទ្ធយោធាខ្នាតយក្សនៅលើទឹកដីថៃនេះអ្នកវិភាគនយោបាយមួយចំនួនបានយល់ឃើញថារដ្ឋធានីវ៉ាស៊ីនតោនហាក់ដូចជាកំពុងផ្ដល់អាវុធនិងបច្ចេកវិទ្យាទំនើបឲ្យទៅប្រទេសថៃដើម្បីបើកការឈ្លានពានលើប្រទេសជិតខាងជាក់ស្ដែងកម្ពុជាជាឧទាហរណ៍ស្រាប់ដូច្នេះការគាំទ្ររបស់សហរដ្ឋអាមេរិកទៅលើការពង្រឹងសមត្ថភាពយោធាថៃបន្ថែមទៀតនេះគឺមិនខុសអ្វីពីការផ្ដល់ដាវអាញាសឹកឲ្យថៃដែលគំរាមកំហែងឈ្លានពានអធិបតេយ្យភាពរបស់ប្រទេសជិតខាងដែលមានកម្លាំងយោធាខ្សោយជាងខ្លួននោះឡើយសូមជម្រាបថាការនាំយកបច្ចេកវិទ្យាយោធាចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកមកដាក់នៅក្នុងទឹកដីកម្ពុជាក្រោមលេសដើម្បីប្រឈមមុខនឹងបញ្ហារួមគ្នានាពេលអនាគតគឺជាការបញ្ជាក់យ៉ាងច្បាស់នៃមហិច្ឆតាពង្រឹងអំណាចយោធាដល់សម្ព័ន្ធមិត្តដើម្បីពង្រីកឥទ្ធិពលនៅក្នុងតំបន់ដែលជាចុតម៉ែបង្ហាញពីការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់យ៉ាងពិតប្រាកដការចេញសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំរាជធានីបាងកកនាពេលនេះជាការឆ្កឹះដំបៅក្នុងទ្រង់មេដឹកនាំរបស់កម្ពុជាដែលព្យាយាមស្វែងរកសន្តិភាពជូនប្រជាជននិងសុខដុមរមណីយកម្មក្នុងតំបន់ទោះបីយោធាថៃកំពុងឈ្លានពានទឹកដីកម្ពុជាទាំងកំរោលនិងខុសច្បាប់អន្តរជាតិយ៉ាងណាក្តីតែទោះជាយ៉ាងណាក៏ដោយភាពអត់ធ្មត់របស់មេដឹកនាំកម្ពុជាក៏មានកម្រិតដែរបើថៃនៅតែបន្តរំលោភបំពានឥតស្រាកស្រាមនោះប្រកាសណាស់ថាការតស៊ូដើម្បីសេរីភាពច្បាស់ជាកើតមានជាថ្មីបើដំណោះស្រាយការទូតដល់មាត់ជ្រោះមរណៈសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះខ្ញុំសូមបញ្ចប់សូមអរគុណនិងសូមជម្រាបលា